សុំជូនរឿងអ្នកការពារចុងក្រោយនៃប្រាសាទបន្ទាយឆ្មាព្រះអាទិត្យរះលើប្រាសាទបន្ទាយឆ្មាបំភ្លឺចិត្តអ្នកការពារដែលនៅតែមួយឯងក្មេងប្រុសម្នាក់នាំសារមកជូនអ្នកការពារព្រះមហាក្សត្របញ្ជាឲ្យការពារបេតិកភណ្ឌដ៏បុរាណបងវាសនាព្រះមហាក្សត្របញ្ជាឲ្យការពារប្រាសាទនេះឲ្យបានល្អបំផុតខ្ញុំនឹងការពារប្រាសាទនេះដល់ដង្ហើមចុងក្រោយសិល្បៈនិងជំនឿត្រីតែរស់បុណ្យករុណានិងចិត្តសុចរិតគឺជាអាវុធដ៏ខ្លាំងជាងគេកុំភ័យអ្វីនៅអនាគតបើចិត្តអ្នកសុចរិតខ្ញុំមិនខ្លាចទេលោកតាខ្ញុំគ្រាន់តែចង់ឲ្យសិល្បៈនិងជំនឿនៅបន្តទៅមុខដូច្នោះហើយចិត្តសុចរិតនោះជាអាវុធដ៏ខ្លាំងជាងគេសាមគ្គីជាគន្លឹះនៃការរស់នៅយិនត្រូវជួយគ្នាសាមគ្គីគ្នាទោះស្ថានភាពយ៉ាងណាក៏ដោយយិនទាំងអស់គ្នានឹងនៅស្មោះត្រង់ដូចជាបងវាសនាសាមគ្គីជាកម្លាំងសញ្ញានៃការផ្លាស់ប្ដូរមកដល់អ្នកការពាររងចាំយ៉ាងស្ងាត់តែចិត្តគាត់ពោពេញទៅដោយសេចក្តីជឿពន្លឺតូចៗរួមគ្នាបង្កើតពន្លឺធំធម្មជាតិផ្ដល់សញ្ញាដល់អ្នកដែលស្ដាប់មាសមិនមានតម្លៃប្រសិនបើមិនមានចិត្តសុចរិតការពារតើវត្ថុបុរាណទាំងនេះគួរត្រូវរក្សាយ៉ាងដូចម្ដេចលោកតារក្សាមិនមែនត្រឹមតែដោយដៃទេតែដោយចិត្តសុចរិតជាអាវុធការពារការជឿជាក់ជាអាវុធដ៏ខ្លាំងបំផុតបងវាសនាយើងនឹងនៅជាមួយបងដល់ចុងក្រោយអរគុណសម្រាប់ចិត្តស្មោះតែចាំចិត្តមួយនេះកុំចូលប្រយុទ្ធដោយកំហឹងតែប្រយុទ្ធដោយសេចក្តីស្រឡាញ់ដែនដីគ្រាមនឹងចងចាំពីបងពេលថ្ងៃរះសញ្ញានៃសេចក្តីសង្ឃឹមកើតឡើងវិញភ្លើងមួយអាចបំភ្លឺប្រាសាទទាំងមូលសេចក្តីស្មោះត្រង់តែងតែទទួលបានការទទួលស្គាល់ព្រះអង្គបានត្រឡប់មកវិញហើយបងវាសនានឹងសប្បាយចិត្តណាស់ប្រសិនបើគាត់នៅឃើញថ្ងៃនេះទោះបីគាត់អាវត្តក៏ដោយព្រលឹងអ្នកការពារនោះនៅតែស្ថិតនៅទីនេះទោះជាអ្នកការពារចាស់ចេញព្រលឹងរបស់គាត់នៅតែការពារបេតិកភណ្ឌនេះជារៀងរហូតចិត្តសុចរិតនិងសេចក្តីស្មោះត្រង់របស់វាសនានឹងនៅជាប់ជានិច្ចយើងនឹងបន្តការពារបេតិកភណ្ឌដូចជាគាត់ដើម្បីអនាគតនៃប្រទេសកម្ពុជារបស់យើង